នេះជារបៀប screenshot ហើយនិង screen record នៅលើ computer ដោយមិនចាំបាច់ប្រើ app ជំនួយអ្វីទាំងអស់សម្រាប់ទាំង screenshot ហើយនិង screen record បងប្អូនគ្រាន់តែចុច shortcut key ចំនួន3គឺ Shift បូក Windows បូកអក្សរ R មកអញ្ចឹងវានឹងបង្ហាញទាំងបែបនេះដល់ពេលដែលបងប្អូនចង់ screenshot បងប្អូនគ្រាន់តែចុចយករូបកាមេរ៉ានេះហើយបងប្អូន select frame ទំហំប៉ុណ្ណាដែលបងប្អូនចង់ screenshot នោះវានឹង auto save ចូលទៅក្នុង file របស់យើងអញ្ចឹងយើងអាចចូលទៅមើលនៅក្នុងកន្លែង file explorer នេះអញ្ចឹងវានឹង save ចូលទៅក្នុង picture ខ្ញុំចូលក្នុង picture ហើយ screenshot នេះជា screenshot ដែលបាន screenshot មែនសម្រាប់ screen record បងប្អូនចុច shortcut key 3ដូចគ្នា Shift Windows បូកអក្សរ R វានឹងបង្ហាញទាំងនេះបងប្អូនគ្រាន់តែ select frame ដែលយើងចង់ធ្វើការ record ហើយចុច start វាចាប់ដើម record video ឲ្យយើងនៅពេលដែលយើងបាន record រួចហើយយើងអាចចុចកន្លែង stop នេះមកអញ្ចឹងវានឹងបង្ហាញទាំងនេះយើងរើសកន្លែង save file យើងដាក់ទៅក្នុង file ណាអញ្ចឹងយើងពេល save ហើយយើងចុច save ម្ដងទៀត